បាទបងប្អូនអរគ្នាឃើញថាផ្ទះនេះគឺតូចមែនទែនបងបាទតូចនៅឡើងញឹកជ្រៀកនៅក្នុងព្រៃតែម្ដងបងបាទផ្លូវនេះគឺផ្លូវគ្រោះក្រហមទេបងណាបាទនេះទេសភាពតាមជើងភ្នំស្អាតមែនទែនបងបាទទេសភាពស្អាតខ្លាំងមែនទែនបាទនេះគឺជើងភ្នំត្បែងមកជាមួយនឹងមុតផ្ទះចាស់បាទខ្ញុំចូលចិត្តទេសភាពបែបនេះមែនទែនបងបាទនេះស្អាតបងបាទទេសភាពភ្នំត្បែងនៅពីក្រោយផ្ទះតូចនៅកណ្ដាលវាលស្រែហើយមានផ្ទះខ្លះក៏ធំខ្ពស់ស្រឡះផ្ទះនេះស្អាតមែនទែនខ្ពស់សន្លប់មកទៅនេះមកខ្ពស់អស់ទាស់បងប្អូនស្អាតមែនទែនមិនឃើញស្អាតទេនេះស្អាតមែនទែនផ្ទះនេះបាទខាងក្រោមចាក់សសរជាក្រងខាងលើស្អាតមែនទែនអមជាមួយទេសភាពភ្នំត្បែងនៅខាងមុខនោះគឺអស់ទាស់តែម្ដងបងប្អូនបាទហើយខែនេះគឺធម្មជាតិកន្លែងខ្លះក៏ស្រស់បំប្រងកន្លែងខ្លះក៏នេះដែរហើយដលងបងប្អូនដលងអស់ទាស់នេះបាទអ្នកព្រះវិហារដលងសុតបងប្អូនណាតួដលងថោកប៉ុណ្ណាក៏គាត់នៅដាំដលងបងប្អូនណាឆ្ងល់អញ្ចឹងបងមើលដលងអស់ទាស់ដីអស់ទាស់បងប្អូនអើយស្អាតមែនទែនគឺមើលទៅឃើញគឺជាប់ចិត្តតែម្ដងបងប្អូនបាទហើយទេសភាពនេះគឺនៅខាងស្រយងកោះកេរស្រុកកូលែនខេត្តព្រះវិហារបងប្អូនណាឃើញនេះអស់ទាស់ជាការជែកដលងដកហើយបដាเราរៀបចំដាក់បដោះដើមរៀបចំដាំទៀតបងប្អូនបាទមកទៅគឺខូលមែនទែនបងប្អូនបាទស្អាតតែហ្នឹងឃើញនេះបាទហើយឃើញផ្ទះបងប្អូនជាបរិវត្តយើងនៅចកានៅមុខទៀតបងប្អូនឃើញនៅកណ្ដាលព្រៃមើលទៅទេសភាពបងប្អូនហើយគឺខូលខ្លាំងមែនទែនបាទហើយវីដេអូនេះគឺថតចេញនៅខាងឃុំស្រយងស្រុកកូលែនខេត្តព្រះវិហារបងប្អូនដឹងថាព្រះវិហារយើងផ្ទៃដីធំប្រជាជនតិចក្នុងចកាជែកចំយ៉ាងស្អាតមែនទែនបងប្អូនណាញាក់សាច់តែម្ដងបាទអស់ទាស់ហ្មងនេះបាទជំរាបសួរបងប្អូនទាំងអស់គ្នាសួស្តីមកកាន់ Channel ខ្ញុំបាទទៀតហើយបងប្អូនបាទហើយវីដេអូថ្ងៃនេះគឺខ្ញុំពិតជាសប្បាយចិត្តរីករាយខ្លាំងមែនទែនបងប្អូនបាទដែលបានជួបបងប្អូនទាំងអស់គ្នាម្ដងទៀតអញ្ចឹងណាហើយនេះគឺជាទស្សនវិជ្ជានៅខាងភូមិឃុំមួយនៅខាងស្រុកកូលែនខេត្តព្រះវិហារបងប្អូនឃើញទេសភាពតាមដងផ្លូវនេះគឺស្រស់ស្អាតខ្លាំងមែនទែនបាទហើយផ្លូវនេះគឺផ្លូវចេញពីខាងស្រយងចាក់ទៅខាងព្រំប្រទល់ខេត្តសៀមរាបទៅខាងស្វាយលើបងប្អូនបាទគឺទេសភាពគឺឡើងចុះភ្នំស្អាតមែនទែនបងប្អូនបាទទេសភាពផ្លូវនេះណាថ្មីបើតែផ្លូវនេះយ៉ាងតូចបន្តិចឡើងទួលបន្តិចផ្លូវយ៉ាងលាក់បន្តិចប៉ុន្តែប្រទេសភាពតាមដងផ្លូវវិញបងប្អូនហើយអាចនិយាយបានថាវ៉ាវតែម្ដងសូខូលតែម្ដងបងប្អូនបាទស្រស់ស្អាតខ្លាំងមែនទែនបាទផ្លូវនេះណាបាទបងប្អូនឃើញទេសភាពទៅមុខអេមែនទែនបងប្អូនបាទហើយអ្នកស្រុកនេះគឺភាគច្រើនដាំដលងដាំស្វាយចន្ទីដាំចេកដាំសណ្តែកសៀងយរំចកាសុទ្ធតែម្ដងបាទហើយទុរេនទៀតបងប្អូនបាទនៅខាងស្រយងនេះគឺទុរេនក៏ល្បីខ្លាំងដែរបងប្អូនបាទទុរេនណាដាំទុរេនកើតអ្នកមានបងប្អូនបាទទុរេនតែខែនេះអត់ទាន់មានបងប្អូនបាទនៅហើយជាទឹមផ្លែអត់ទាន់បានទុំជាមួយខែណាទុំខ្ញុំនឹងថតវីដេអូចែកជូនពុកម៉ែបងប្អូនពីទុរេននៅខាងស្រយងម្ដងទៀតអញ្ចឹងណាបងប្អូនបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលទាន់បានចុច Subscribe Channel បាទសូមជួយចុច Subscribe Channel ចុចឲ្យមេដៃចុច Comment ផងហើយបងប្អូនឃើញទេសភាពនៅខាងខេត្តព្រះវិហារខេត្តនេះបងប្អូនណាស្អាតមែនទែនបាទស្អាតមែនទែនបងប្អូនបាទផ្លូវនេះចៀតបន្តិចបងប្អូនតែទេសភាពតាមដងផ្លូវនិយាយថាខូលមែនទែនបងប្អូនបាទហើយផ្លូវនេះគឺខ្ញុំថតចេញពីខាងស្រុកពីខាងឃុំស្រយងបងប្អូនបាទឃុំស្រយងចាក់ទៅព្រំប្រទល់ខេត្តព្រះវិហារខេត្តសៀមរាបគេអេដមីននិយាយច្រឡំបងប្អូនបាទទៅខាងព្រំប្រទល់ខេត្តសៀមរាបណាយើងទៅដល់តែត្រឹមព្រំប្រទល់ទេបងប្អូនដោយសារទឹកដីយើងទៅត្រឹមព្រំប្រទល់សៀមរាបទេយើងអាចបានទៅដល់ស្វាយលើស្វាយអីទេអញ្ចឹងបងប្អូនបាទហើយទេសភាពខេត្តនេះបងប្អូនបានឃើញបងប្អូនអើយគឺស្រស់ស្អាតខ្លាំងមែនទែនបាទចកាដលងចកាស្វាយចកាចន្ទីក៏ដូចជាផ្ទះបងប្អូនដែលជាបរិវត្តអមជាមួយទេសភាពគឺខៀវស្រងាត់ស្រស់ស្អាតបងប្អូនបាទផ្ទះនោះគឺធំស្អាតទីធ្លាធំទូលាយស្រស់ស្អាតមែនទែនបងប្អូនបាទហើយមើលដលងបងប្អូនហើយដលងគឺទុកពេញផ្លូវហ្មងបងប្អូនណាហើយផ្ទះធំបងប្អូនជួរនេះបាទជួរនេះគឺផ្ទះធំបងប្អូនណាទៅមុខទៀតទាំងយ៉ាងណាដែរបងប្អូនទស្សនាវីដេអូជាមួយនឹងខ្ញុំបងប្អូនបាទហើយនេះដីក៏ត្រៀមធ្វើដលងបងប្អូនដីនេះណាដីក៏ត្រៀមធ្វើដាំដលងមកដីល្អមែនទែនបងប្អូនហ
ហើយបើនិយាយពីដីជាការវិញបងប្អូនណាហើយដីខាងខ្មៅគ្រប់ហ្មងដីជាសុទ្ធហ្មងគាត់បានជួនេះនេះមកដីនេះមែនតើនោះបាទដាំអីក៏រួចហើយអាចថាដាំស្អីក៏បានដែរបងដីគឺល្អខ្លាំងមែនតើបាទបាយខាងព្រះវិហារនេះបងប្អូនអើយដីល្អមែនតើបាទខ្ញុំឃើញដីនេះស្រឡាញ់តែម្ដងបាទដោយសារដីស្រុកខ្ញុំវាខាស់អស់តែដីធ្វើស្រែប្រាំងបងប្អូនមកទៅឡងវ៉ាវស្អាតមែនតើបាទគាត់តែឃើញក៏មានអារម្មណ៍ថាហត់ប៉ុណ្ណាក៏រៀងថាសុបាយមួយហ្នឹងព្រោះពេលឃើញទស្សនវិជ្ជាការពេលឃើញទស្សនវិជ្ជាអញ្ចេះបងប្អូនណានិយាយពីថាអារម្មណ៍អីហ្មងបងប្អូនឃើញជាកសិករយើងកំពុងតែប្រមូលផលកំពុងតែកាប់ដលងកាប់អីហាលអញ្ចឹងបងបាទប៉ុន្តែដលងបានធូរថ្លៃមែនទែនបងប្អូនអើយដលងបានធូរថ្លៃ1គីឡូ100ជាង120រៀលមកទៅធូរមែនទែនថោកមែនទែនមិនមែនធូរថោកហ្មងនិយាយទៅដលងឆ្នាំនេះក៏ប៉ុន្តែដោយសារពួកគាត់វាជាទម្លាប់របស់ពួកគាត់គឺបើយើងមិនដាំមិនដឹងថាធ្វើអីផ្សេងទៀតបងមកដីភូមិពឹងលយហ្មងខ្ញុំសូមបងប្អូនមើលមកដើមជែកខ្ញុំឯជាការចំទីអូខ្ញុំមកដល់ពិតអារម្មណ៍ថាអារម្មណ៍វាប្លែកម្យ៉ាងបងបាទបើខ្ញុំទៅខាងស្រុកខ្ញុំមានដំបូលទៅស្រែប្រាំងទៅមកដល់ខាងនេះបងប្អូនអើយជាការចន្ទីជាការទៅលងជាការជែកមកទៅគឺផុតកតុយភ្នែកគឺស្រស់ស្អាតខ្លាំងមែនទែនបងបាទណាស្រស់ស្អាតមែនទែនបងបាទហើយបងប្អូនដែលចូលចិត្តទស្សនវិជ្ជាបែបនេះបាទសូមជួយ comment ខាងក្រោមវីដេអូមួយផងឬជួយឲ្យមានដៃមួយផងបាទហើយប្រាប់វីដេអូនេះគឺខ្ញុំសូមផ្ញើជូនអ្នកខាងឃុំស្រយងស្រុកកូលែនជាពិសេសផងដែរបាទគឺផ្ញើជូនពួកគាត់ជាពិសេសបាទបើមិនជាបានឃើញវីដេអូហើយកុំភ្លេច comment ខាងក្រោមវីដេអូផងអ្នកខាងនៅកូលែនបងប្អូនបានឃើញកុំភ្លេច comment ក្រោមវីដេអូផងបាទឥឡូវយើងចាប់ផ្ដើមទៅមុខជាមួយគ្នាបងប្អូនបាទអេមែនតើបងស្រស់ស្អាតមែនតើបាទហើយសម្រាប់បទចម្រៀងដែលខ្ញុំដាក់ក្នុងវីដេអូគឺខ្ញុំដាក់បទលក្ខណៈភ្លេងខ្មែរយើងបងប្អូនលក្ខណៈភ្លេងខ្មែរជាលក្ខណៈបទ traditional ខ្មែរយើងបងប្អូនចូលចិត្តបទនេះដែរឬទេបាទដោយសារខ្ញុំស្រឡាញ់បទជាលក្ខណៈភ្លេងខ្មែរជាលក្ខណៈបទ traditional របស់ខ្មែរយើងដូច្នេះក៏ខ្ញុំដាក់បទភ្លេងហ្នឹងតែម្ដងទៅបងប្អូនតែដឹងថាព្រោះទេសម្រាប់បងប្អូនសម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងណាបងតែបើសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តលក្ខណៈភ្លេងខ្មែរអញ្ចឹងឯងបងប្អូនបាទតែបងប្អូនចូលចិត្តបទភ្លេងខ្មែរនេះដូចខ្ញុំដែរឬទេបងប្អូនបើចូលចិត្ត comment ខាងក្រោមវីដេអូផងណាហើយយើងឃើញផ្ទះបងប្អូននៅក្នុងឃើញចាប់ដើមរៀងតូចមកវិញបងប្អូនបាទផ្ទះគឺរៀងមើលទៅមានតូចមានខ្ពស់ស្អាតមែនទែនបងប្អូនមកដល់នេះណាបងប្អូនបាទមើលទៅមានតូចមានធំមានខ្ពស់តែបើទីធ្លាបរិយាកាសជុំវិញមិនធានាថាធំទលាយល្អស្អាតបងប្អូនបាទធំទលាយល្អស្អាតបងប្អូនបាទបងប្អូនបានឃើញអញ្ចឹងបាទគឺធំទលាយល្អស្អាតមែនទែនតាមជួនហ្នឹងបងប្អូនបាទនោះមកដីជាការបងប្អូនជិះមួយថ្ងៃឃើញតែដីជាការគេសុទ្ធបងប្អូនបាទទេសភាពគឺ cool មែនទែនបងប្អូនបាទគឺមើលទៅ wow my god the best តែម្ដងបងប្អូនណាគឺវាស្អាតយកតែមែនទែនបងប្អូនបាទឥឡូវយើងចាប់ផ្ដើមមកដល់ខាងទីរួមស្រុកកូលែនម្ដងបងប្អូនបាទ this is Kulen welcome to Kulen district បាទយើងឡូវទស្សនវិជ្ជាតាមស្រុកកូលែនបងប្អូនយើងមកដល់យើងឃើញមានកន្លែងក្បាច់នេះមួយមើលទៅគឺស្រស់ស្អាតមែនទែនបងប្អូនបាទនេះយើងមកពីខាងសយ៉ងវិញបងប្អូនបាទយើងមកពីទីយ៉ងយើងមកដល់វងមូលមួយគឺយើងបត់ស្ដាមយើងចាក់ទៅខាងខេត្តព្រះវិហារបងប្អូនបាទដល់មុខទៀតបើយើងបត់ស្ដាមទៅមានផ្លូវបំបែកមួយយើងបត់ស្ដាមទៅខេត្តព្រះវិហារបើយើងបត់ឆ្វេងឡើងទៅខាងស្រុកជាំខ្សានបងប្អូនមកដល់ឃើញមានធនាគារហត្ថាមួយនៅខាងឆ្វេងដែរក៏មានឃើញផ្ទះបងប្អូនជាប្រវត្តិយើងច្រើនមែនទែនជួនបងប្អូនបាទហើយផ្លូវថ្នល់នេះវិញគឺធំមែនទែនបងប្អូនបាទនេះធំមែនទែនបងប្អូនឃើញនេះបាទគឺធំទលាយល្អខ្លាំងមែនទែនបាទស្រុកកូលែនយើងបងប្អូនបាទ
មើលទៅគឺទលាយស្អាតមែនទែនតែម្ដងអញ្ចឹងបងបាទទលាយធំល្វឹងល្វើយតែម្ដងបាទឡើយចាប់ដើមបើមិនសមហ្នឹងបងនេះគឺស្រុកទៅកូឡេនគឺមានតែប៉ុណ្ណឹងបងបាទមានតែមួយជួរហ្នឹងហើយនឹងបត់ចូលកន្លែងផ្លូវមានគេធ្វើដូចជាដំបងមួយមិនបន្តិចហ្នឹងមន្ទីរពេទ្យតិចប៉ុណ្ណឹងអស់បងបាទយើងទៅមុខតិចទៅមានសាលាស្រុកឡាយគឺអស់ភូមិអស់ឃុំហើយបាទឡើងចាប់ដើមមកបដាហ្នឹងបងវ៉ាវនេះគឺផ្សារគេបងនេះផ្លូវគេគឺធំទលាយល្អមែនទែនបងបាទហើយខាងឆ្វេងដែរគឺមានផ្សារលក់ផ្លែឈើលក់ត្រីលក់សាច់លក់អីចឹងទៅខាងមានលក់កៅអៅលក់អីចឹងទៅខាងឆ្វេងដែរបងនេះអ្នកលក់ច្រើននេះបងបាទស្មាននេះមកទៅលក់ច្រើនទៀតបងបាទលក់កៅអៅលក់ចំណៃចំណុកអីគឺយើងចូលទៅក្នុងតែខ្ញុំមិនបានចុះថតទេបងប្អូនបាទគឺបានចុះថតគឺយើងអែបទិញពោតមួយញ៉ាំសិនបងប្អូនបាទគឺយើងអែបទិញពោតមួយញ៉ាំសិនបាទអូឃើញគេលក់ច្រើនផងបងនេះកៅអៅកបោផ្សាយកបាត់បើជើងគឺលក់ច្រើនមកគេហ្នឹងបងនេះឃើញទេផ្លូវនេះស្អាតមែនទែនបងប្អូនបាទស្រុកកូឡេនទីរួមស្រុកកូឡេនហើយយើងទិញពោតបានហើយយើងចាប់ផ្ដើមបន្តដំណើរទៅមុខទៀតបងប្អូនបាទទេសភាពនេះបងប្អូនមើលទេស្អាតបងប្អូនបាទស្អាតមែនទែននេះនិយាយទៅเรายังមកចិត្តដល់យើងមកដល់នេះឃើញមានខាងឆ្វេងដៃគឺសាលារៀនបងប្អូនបាទគឺសាលារៀនទីធ្លាធំទលាយល្អខ្លាំងមែនទែនបងប្អូនបាទស្ដាំដៃដូចជាសាលាស្រុកដូចជាអីបងប្អូនមើលស្បាដែរនេះបាទផ្លូវនេះគឺធំមែនទែនបងប្អូនបាទទីរួមស្រុកកូឡេនគឺស្អាតបងប្អូនបាទមើលទៅគឺផ្លូវថ្នល់គេធំទលាយស្អាតហើយមន្ទីរពេទ្យសាលារៀនហើយនឹងដូចជាសាលាស្រុកសាលាអីស្អាតមែនទែនបងប្អូនបាទមានទេសភាពមានដើមឈើមានកំណុសចរាចរណ៍តាមដងផ្លូវមើលទៅគឺស្អាតបងប្អូនបាទតែសម្រាប់ចរាចរណ៍វិញទីរួមស្រុកស្មើនេះពេលល្ងាចដូចជាអត់សូវដូចជាមិនញឹកអីប្រហែលទេបងប្អូនបាទគឺវាមួយបងប្អូនបាទហើយសូមបញ្ជាក់បងប្អូនថាសម្រាប់ស្រុកកូឡេននេះគឺបើយើងខាងឆ្វេងដៃខ្ញុំនេះគឺគេហៅថាឃុំកូឡេនជើងដល់ពេលស្ដាំដែរឃុំកូឡេនត្បូងបាទមានកូឡេនជើងកូឡេនត្បូងស្រុកដូចជាមានប្រមាណដូចជាមាន5ឃុំហើយក៏6ឃុំបងប្អូនចង់ផ្លេចដែរនេះបើមិន5ឃុំ6ឃុំស្រុកកូឡេននេះបងប្អូនបាទបងប្អូនមើលវីដេអូដឹងថាស្រុកកូឡេនមានប៉ុន្មានក៏បានប្រាប់ផងបាទផ្លូវគឺធំមែនទែនបងប្អូនធំមែនទែនបងផ្លូវនេះមិនមែនតូចទេធំល្វឹងល្វើយហ្មងនិយាយទៅនេះស្អាតបើគេបងប្អូនទីរួមស្រុកនេះតែស្អាតបងប្អូនបាទស្អាតបើគេហ្មងបងប្អូនបាទតែមកទៅយ៉ាងស្ងាត់ដែរហ្នឹងបងប្អូនបាទស្ងាត់ដែរហ្នឹងណាហើយមានកន្លះសាំងតេឡាមួយនៅខាងមុខដែរបងប្អូនកន្លះសាំងតេឡាតូចល្មមបងប្អូនបាទកន្លះសាំងតេឡាតូចល្មមនេះទេសភាពបងប្អូនហើយនេះស្អាតដែរនេះ cool ហ្មងនិយាយទៅមើលទៅគឺ the best តែម្ដងបងប្អូនហើយនេះខ្ញុំស្រឡាញ់ទេសភាពបែបហ្នឹងបងប្អូនវ៉ាវស្អាតមែនទែនបងប្អូនបាទមើលទៅគឺបើសិនជាផ្លូវថ្នល់នេះមានកំណុសចរាចរណ៍កំណុសចរាចរណ៍កដាថ្នល់លឿងឲ្យច្បាស់ចាស់ទៀតបងប្អូនឲ្យច្បាស់ស្អាតហើយសងខាងផ្លូវកុំឲ្យមានផ្លូវខូចសុយអញ្ចឹងហើយមានស្មៅមានអីបកគោលចរាចរណ៍តាមដងផ្លូវឲ្យភ្លឺច្បាស់ទៀតអូផ្លូវនេះបើកពេលយប់វិញគឺអេមស្រេមស្អាតមែនទែនបងប្អូនមើលទៅដូចនៅស្រុកគេអញ្ចឹងបងប្អូនហើយជាមួយនឹងម៉ូតផ្ទះបងប្អូនជាបរិវត្តយើងអមតាមដងផ្លូវច្រើនទៀតមើលទៅស្អាតមែនទែនបងប្អូនបាទភូមិនេះស្អាតណាស់នេះបងប្អូនឃើញទេនេះបាទស្អាតបងប្អូនបាទស្អាតមែនទែនមិនហើយទៅសក់បងប្អូនបាទទៅសក់នេះដើមទៅសក់ដែរឃើញមិនគេលក់ទៅសក់ពេញមុខផ្ទះបាទទៅសក់ស្រូវយើងទៅសក់ខ្ចីសក់សម្រាប់ធ្វើបន្លែបងប្អូនបាទអូនេះ73គីឡូទៅដល់សៀមរាបបាទ73គីឡូទៅដល់សៀមរាបញ៉ាំបងប្អូននេះអានេះមានផ្ទះគេមានស្ពានមួយមានផ្ទះគេលក់ចាប់ហួយបាទមានផ្ទះគេមានស្ពានលក់ចាប់មានស្ពានណាមានផ្ទះលក់ចាប់ហួយមានផ្ទះចាស់នៅខាងស្ដាំដែរមួយប៉ុន្តែផ្ទះនេះតូចមែនទែនបាទផ្ទះអ្នកចការបងប្អូនមើលទៅតូចមែនទែនផ្ទះនេះបាទ
ហើយជាផ្ទះកម្មករធ្វើដលងធ្វើអីបងប្អូនបាទហើយមានអត្រាមានអីមានតូបលក់ចាប់ហួយផ្ទះនេះបងប្អូនបាទផ្ទះនោះគឺតូចទេបើទ្វារចោលបងប្អូនបាទផ្ទះនេះយ៉ាងខ្ពស់ស្អាតដែរបងប្អូនស្អាតមែនទែនបងប្អូនបាទតូបលក់ចាប់ហួយយ៉ាងធំមកគេផ្ទះនេះបាទផ្ទះនេះឃើញអត់ម្ចាស់ទៅចការបាទបងប្អូនដីចការធំមែនទែនមកជួននេះបងប្អូនអើយណាអ្នកស្រុកចការធំមែនទែនហ្មងមិនតូចបងប្អូនផ្ទះគេតូចក្នុងមួយទៀតបងប្អូនហ្នឹងផ្ទះគេហ្នឹងបងប្អូនបាទអាតូចកំប៉ុងផ្ទះអ្នកធ្វើចការហើយគេនៅចាំចការចាំអីគេនៅដេកគេហ្នឹងចឹងទៅបងប្អូនបាទផ្ទះធំស្អាតផ្ទះនេះក៏បាត់ទ្វារចោលដែរបាទទៅចការបាត់អស់ហើយបងប្អូនបាទហើយឃ្លាំងនោះអាឃ្លាំងនោះក៏សៃឡូដលងគេបងប្អូនណាសៃឡូដលងឃើញគេហាលដលងសុទ្ធបងប្អូនណាបាទហាលដលងសុទ្ធបងប្អូនបាទខែធ្លាក់ភ្លៀងវាពិបាកទៀតបងប្អូនបាទពិបាកខែនេះសារខែធ្លាក់ភ្លៀងដលងធូរថ្លៃចឹងពិបាកចការជែកចឹងបងប្អូនស្អាតមែនទែនណាមានដើមជែកស្វាយចន្ទីមួយជួរនេះសុទ្ធតែចការចន្ទីបងប្អូនអេមានស្រេអេមានបងប្អូនចការចន្ទីនេះគឺបានថ្លៃបងប្អូន1គីឡូ 5,500 ការចន្ទីអេមានផ្ទះនៅក្នុងចការមើលទៅស្អាតមែនទែនបាទខូលមើលទៅបងប្អូនមើលទៅខូលមែនទែនតែម្ដងបាទហើយមើលតាមដងផ្លូវយើងឃើញតំបុកមានផ្ទះគេមួយទៀតបងប្អូនផ្ទះនេះគឺឈើយ៉ាងចាស់ដែរបងប្អូនបាទប្រហែលជាអត់មានមនុស្សនៅផ្ទះនេះអត់មានមនុស្សនៅទេបាត់ទ្វារបងប្អូនបាទបាត់ទ្វារបងប្អូនហើយចរាចរណ៍តាមដងផ្លូវយូរមានឡានមួយដែរបងប្អូនដល់ផ្លូវនេះណាយូរមានឡានមួយដែរនៅឡានដឹកអីវ៉ាន់មួយដែរឡានបែនមិនថាគាត់ដឹកអីឡាននេះដឹកដលងឬក៏ដឹកដីមិញភ្លេចមើលជែកបាទមានដើមជែកនេះដើមជែកបងប្អូនបាទនេះផ្ទះបងប្អូនជាប្រវត្តិយើងមកដល់នេះយ៉ាងតូចបងប្អូនបាទពេលនៅទីប្រជុំស្រុកមិញទីរួមស្រុកកលែនមិញផ្ទះយ៉ាងធំខ្ពស់ស្អាតតែពេលយើងមកដល់ឆ្ងាយមកដល់នេះគឺចាក់ទៅផ្លូវសៀមរាបនេះមើលទៅសិនអ្នកចការមកឃើញដលងនេះដលងវាដាក់កពេញមុខផ្ទះមិនឃើញនេះឃើញទេបាទនេះដលងគេទុកធ្វើពូជហ្នឹងប៉ុនដលងនេះមិនមែនអស់ណាតែច្រឡំថាអស់ហើយទៅមិនមែនទេដលងគេទុកធ្វើពូជគេកដាំអញ្ចឹងទៅដល់ខែធ្លាក់ភ្លៀងមកគេចាប់ដាំទៀតដែរអញ្ចឹងបងប្អូនបាទនេះដលងខ្លះក៏មិនទាន់បានដកដែរបងប្អូនណាដកទៅវាដឹងរួចខ្លួនរួចតម្លៃថោកពេកអញ្ចឹងបងប្អូនណាក្នុងសិតដលងបងប្អូនណាក្នុងនេះសិតដលងហ្មងបាទវីដេអូនេះយ៉ាងលឿនតិចពិបាកមើលទេបងប្អូនណាបើមិនជាពិបាកមើលចាំមើលខមមិនប្រាប់ admin ផងបាទខ្ញុំថតយ៉ាងលឿនដោយសារវីដេអូវែងអញ្ចឹងបងប្អូនបើមិនជាដាក់យឺតដាក់នាទីយ៉ាង slow វាច្រើននាទីពេកឲ្យបងប្អូនមើលឲ្យបានចប់អញ្ចឹងបងប្អូនបាទតែបងប្អូនឃើញដីបងប្អូនអើយដីល្អមែនទែនណាបាទដីល្អមែនទែនបាទជីវជាតិសុទ្ធហ្មងដីនេះមើលទៅហើយដីនេះអេមណាយកមកតល់ផ្ទះដឹកផ្ទះយើងដាក់ដាំបន្លែដាំស្ពៃដាំទទេសលក្រីជីដាក់អីហ្នឹងល្អដីនេះដីអេមដីនេះញ៉ាំបានមកដីនេះដីល្អមែនទែនហ្មងបាទមើលទៅគឺពេញចិត្តមកឲ្យចការធំទៅមើលផ្ទះនេះស្អាតមកនេះបាទផ្ទះឈើនេះស្អាតមែនទែនបាទខ្ពស់ស្រឡះហ្មងទីធ្លាធំស្អាតទេបងប្អូនបាទហើយផ្ទះសង្កសីនេះបើទ្វារចោលដែរបាទតចការចាំបើតចការបាទមុនផ្ទះនេះណាទេសភាពតាមដងផ្លូវបងប្អូនអើយញាក់សាច់បាទស្អាតមែនទែនបាទតាមដងផ្លូវនេះទេសភាពស្អាតបងប្អូនបាទហើយផ្ទះក្នុងនោះក៏ស្អាតគាត់មិនមែនមិនតូចមិនធំទេល្មមមកស្អាតបងប្អូនបាទពីរផ្ទះនេះគឺស្អាតមែនទែនដូចគ្នាបាទម្យ៉ាងម្នាក់បងប្អូនបាទផ្ទះពីរនេះស្អាតម្យ៉ាងម្នាក់បាទមើលទៅខ្ញុំស្រឡាញ់ប្រភេទផ្ទះប៉ុណ្ណឹងមកនៅចការប៉ុណ្ណឹងអេម្នាក់អញ្ចឹងបងប្អូនបាទផ្ទះនេះល្មមតូចដែរផ្ទះនេះអត់ធំទេបងប្អូនបាទផ្ទះនោះតូចដែរមកផ្ទះតូចពេកប៉ុណ្ណោះអត់ស្រឡាញ់តូចពេកអញ្ចឹងអាធំដូចមុននេះមិនស្រឡាញ់បាទផ្ទះនេះក៏យ៉ាងធំខ្ពស់គួរសមទីធ្លាធំផ្ទះចូលយ៉ាងជ្រៅពីខ្នល់ល្អបងប្អូនផ្ទះឆ្ងាយពីផ្លូវយើងមើលទៅមិនស្អាតបងប្អូនមិនជាប់សោពេកអត់ស្អាតទេឡានបើកមកយ៉ាងថ្លង់សម្លេងឡានគេយ៉ាងដូចតែបើចូលយ៉ាងជ្រៅអញ្ចឹងមើលទៅវាស្រួលបងប្អូនវាអត់សូវលើសម្លេងរំខានអញ្ចឹងណាមើលដើមឈើឥឡូវចាប់ដើមលាស់ខ្ចីបងប្អូនវាអត់ទាន់លាស់អស់ហើយប៉ុន្តែមើលទៅវាខ្ចីភាគច្រើនដែរអញ្ចឹងបងប្អូនបាទហើយប្លុកនេះគឺមានភ្លៀងបងប្អូនបាទភ្លៀងដូចយប់មិញបងអ្នកភូមិរស់នៅទីនេះថាភ្លៀងខ្លាំងបងភ្លៀងយូរបងប្អូន
ភ្លៀងឡើងកាត់ទឹកមិនទឹកមិញមិនទឹកឯបូមទឹកភ្លៀងមកឡើងកាត់ទឹកតែម្ដងមកគឺភ្លៀងខ្លាំងនិយាយទៅជួរនេះហ្នឹងបងប្អូនបាទតបនេះបិទទ្វារចោលដែរបងប្អូនតបនេះបិទទ្វារចោលដែរមកដីជាការទៅក្រោយបងប្អូនធំវងវយបាទដីធំមែនទែនបាទតែនៅបិទទ្វារចោលទៅតែនៅបិទទ្វារចោលដែរបងប្អូនអញ្ចាស់ទៅជាការអស់និយាយទៅជួរនេះគឺគេច្រើនទៅជាការអស់និយាយទៅមិនអស់ជួរនេះដាំដូងងាប់ដាំដូងផ្ទះនេះស្អាតណាស់ផ្ទះនេះខាងក្រោយស្អាត3ខ្នងផ្ទះនេះតែផ្ទះនេះបិទទ្វារចោលបាត់បងប្អូនអើយស្ពាកច្រើនបិទទ្វារចោលច្រើននិយាយទៅតាមភូមិណាក៏មានផ្ទះបិទទ្វារចោលច្រើនណាបងប្អូនជាបរិវត្តទាំងគឺចំណាក់ស្រុកច្រើននិយាយទៅចំណាក់ស្រុកច្រើនអញ្ចឹងណាបងប្អូនបាទដោយសារអីដោយសារខ្វះខាតដោយសារខ្វះលុយដោយសារពាក់ធនាគារពាក់អីចឹងទៅដាច់ខាតទៅតែចំណាក់ស្រុកដើម្បីរកប្រាក់សិនណាសម្បីតែខ្ញុំក៏មិនដឹងជាខ្វះខាតទេក៏ខ្ញុំត្រូវចំណាក់ស្រុកដែរអញ្ចឹងណាបងប្អូនបាទបើលោសេដ្ឋកិច្ចយើងមិនសូវល្អទេបងប្អូនបាទកំឡុងពេលសេដ្ឋកិច្ចមិនសូវល្អពួកយើងសំណូមពរដល់បងប្អូនអ្នកទាំងអស់គ្នាការចាយវាត្រូវចេះព្រឹត្តព្រៀងបាទចេះព្រឹត្តព្រៀងដើម្បីកុំឲ្យចំណាយធំជាងចំណូលបាទគឺដាច់ខាតត្រូវតែព្រឹត្តព្រៀងអត់ធ្មត់កុំខចង់បានអីទិញហ្នឹងគឺមិនល្អទេបងប្អូនដូចពីភាសាខ្មែរយើងគេពោលថាបើចង់គ្រប់ទៅតុបចង់អញ្ចឹងបើយើងតុបចង់អត់ជាប់គឺយើងអត់គ្រប់ទេបាទងាកស្រឡាញ់ងាកទិញមិនដឹងលុយនៅណាគឺធ្វើយើងអាចថាវាន់កយអញ្ចឹងបងបាទដូច្នេះគឺយើងត្រូវតែចេះសន្សំសំចៃបាទយើងពូកែរកប៉ុណ្ណាអីប៉ុណ្ណាក៏ដោយបើយើងអត់ចេះសន្សំសំចៃគឺយើងមិនមានទេបាទគឺអ្នកមានគឺដោយសារសន្សំសំចៃអញ្ចឹងបងបាទផ្ទះនោះស្អាតមកផ្ទះមិញខ្ពស់ស្អាតមកផ្ទះនេះក៏ខ្ពស់ស្អាតដែរមកផ្ទះនេះបើទៅស្អាតវាស្អាតមកបាទផ្ទះនេះយ៉ាងចាស់ធំដែរតែយ៉ាងចាស់ផ្ទះមិញនៅចូលម្ដងចកាទេហ្នឹងមកចកាដបោស្វាយខាងនេះស្វាយធ្លាក់ជាគៀអញ្ជើកបងអើយស្វាយបេះចោលហ្នឹងនិយាយទៅគឺស្វាយបានថោកដែរបងមិនថាតឡងទៅថោកស្វាយឬទៅថោកទៀតបាទគឺចាស់ផ្ទះគឺបេះចោលតែម្ដងនិយាយទៅហ្នឹងគឺបេះចោលច្រើនបាទដោយសារវាបានធូរថ្លៃពេកចឹងទៅបេះគឺបោះចោលតែម្ដងបាទទាំងជួរនេះតូចហ្នឹងតូចល្មមនៅផ្ទះអ្នកចកាប៉ុណ្ណឹងស្អាតហ្នឹងបងបាទនេះតោផ្ទះនេះស័ង្កសីពណ៌ខៀវទាំងឲ្យបាត់ទ្វារចោលទៀតបាទទៅចកាបាត់ហើយបាទគឺស្ងាត់ភូមិអញ្ចឹងបងបាទជួរនេះស្ងាត់ភូមិដែរមើលទៅបាទតែតោផ្ទះនេះខ្ពស់ហើយមានល្អផ្ទះធំមិញបើកវិញផងលក់ចាប់ពួយផងឲ្យទីធ្លាផ្ទះគឺធំស្អាតមែនទែនបងបាទឡងមកផ្ទះឡងជួនសិតតែអ្នកលក់មិនជួននេះមើលទៅសិតតែអ្នកដែលមានជីវភាពគ្រាន់បើបងប្អូនបាទដោយសារឃើញមុតផ្ទះក៏ទាំងធំដែរផ្ទះខ្លះក៏បិទទ្វារចោលផ្ទះខ្លះក៏លក់ចាប់ពួយបានពេញផ្ទះដែរអញ្ចឹងបងប្អូនបាទrồiយើងមើលដល់ចកាចន្ទីយើងមើលចកាចន្ទីច្រើនហ្នឹងមកជួរនេះនិយាយទៅចាចន្ទីឃើញដើមច្រើនបងបាទហើយចន្ទីល្អបងអ្នកតាមចន្ទីឆ្នាំនេះហ្នឹងតែអ្នកមានបងបាទបាទផ្ទះធំស្អាតបងផ្ទះធំខ្ពស់ស្អាតមែនទែនបាទ
thì khơi miền cô vòng cô class đào xì tam lâu đi mà tôi xóm sát miền tên còn mà tôi ca chấm tì nó không còn ca chấm tì lo men nằm bên còn là chấm tì lo làm thằng nào làm bóc mà tôi cô không làm thằng nào đấy dú nó đi dú mình dú nắng phần nắng thôi nó còn mà phay sao được cái năm làm tóc thì nghề cô nghề thấm còn mà vào tên nó xa rồi nè tên nó xa mình tên con mà còn liệp nam ban xa thì tìm mình em nó mở tờ liệp nam này ban xa thì chỉ là chỉ cắt vào cái mới để tìm mấy những con bà của việc cô xa đó mà con bà hay tìm mở tờ tôi cho nên tên tôi dùng môn bật phía cho để mà tôi chỉ ca bà đó tìm mình mấy những con bà chả hay tôi chỉ ca bà đó thì tôi tập hiệp tam đong phong vân khơi này ngắt chiếc con bà flow nữa ngắt chiếc bà tàu miền đời thà tàu miềnจะจอยเตาเมาเลยโดยจะขายเซ็งใจดังยังทอดบิดโอมนได้ทั้งคืองัดเจี๊ยบแถมดองบนบ่าเอเดเปย์ยังมันด้อยยังคนเคยมีนขังสนามได้ทั้งคือมีนโดยจีบวอดที่มันเลยกับปูพนมนี่ทั้งคนนั้นบ้มเทสเพียบแต่เทสเพียบสะอาดทั้งคนเนี่ยเทสเพียบนี่คือเอเหม็นเต้นคนไหนเคยเนี่ยโดยจีสลาชันกดเกนี่คือเธอปีเชอร์โดยเจ้าเชอร์ยังมันต้องสะอาดเหม็นเต้นคนให้มันจะด่าเราเนี่ยโอ้สะอาดทั้งคนนี้เปิดตัวคือสมัยmà tao tại sao màจะเบอร์มันเนี่ยไงอย่างเงี้ยเนี่ยอันนี้โดยเฉพาะเมนวอตคนนี้วอตด้วยก็ใช่กันเนี่ยแต่วอตนะโตจังคนแบบแต่เมื่อตัวสะอาดเลยกับปูพนมคนโต๊ะเย็บมวยเมื่อตัวแต่สเปียบสะอาดเหมือนเต้นนะเมื่อตัวคือผมปอดแต่ดอยเพลเชอร์มั้งคนแบบมองคนไปอ่ะนี่là ngườiคือเคยคือประเทศมันนี่คงจะสร้างซองไอ้ประเทศมันตอนนี้คนbà mình chạy đây nhận đi mùi là này đài mà tao nó còn lần đầu tiên sang phong ấy bật thán nó nó còn tôm muối luôn mà vẫn được tục tận tôm là mình tốt như phần tục tận mà tôm 100 chỉ cá còn vậy tôm 100 chỉ cá hay mà nó phải dùng tiền muối chả ra tiền như vậy còn như chỉ cá mình ấy cho đi tiền nó có tôiจะมองมันในเครื่องได้มันเครื่องได้อะไรก็ดอกปูตัวเล่นอะไรนี่ไหนดอกปูตัวเล่นนะไอ้ใดเก็บชัวร์ไอ้เจ้าต้องเตรียมดำตัวลงเจ้าต้องชัวร์ได้มาเท่ากับใดขนาดล้อvậy thôiล็อกไอ้ใดเท่าตัวโบchi chiếtมันใดมาเท่าคือโบchi chiếtมาเท่าแบบviệc mau mónตัวใดระบาดใดระบาดถ้ามาเท่ามันมาคือไอ้เมนเทนคนว่าโกยนvề màu bị ca mà những cô dân mình khai màu bị ca đã mờ tại phiệp mong muốn ơi mà đâu phải thông vâng với đây cái tôi đây và khi ở đàn chơi tại đây smell và toàn bạn đòi tràn bên này niệm xem môi non tốt cho mình tiền và tiền này là tôi cái bật video cho nó nói nó này mà này này tiền kế mà bật video cho đấy tiền mình tôi mà tiền không tiền mà tiền không làm cha đây mà bật video cho là tiền và là một tiền này đó tiền này có tôi thứ pi này bật phía cho là blog này và cái tôi chỉ ca bạn con vậy thôi cái tôi chỉ ca bạn hay mà nói em con rất là lông này wow con ơi này cái một pol là lông mà cái chập đầu cặp chỉ làm về mà cái hai cái ấy xong con ơi tầm cả lô bạn buồn rồi riêng tháo con ơi là đôi luôn đây ta bây giờ tục chó có việc cào của bà ở những cặp mình chỉ làm chẳng có việc bà cái bàn thu lại pê trong con bà này tao lâu sốt muốn em chua đi bà tao lâu sốt tèm đó màเรายังโจมđó phôm đi môi tiệt đấyคือphômนี่ยังเจนปีคางตีรวมตรกเล่นจะตะคางสังคมทำไมบ่าจะตะคางสังคมทำไมบางคนก็ได้เตะเพียบนี่การได้สะอาดคลั่งเหมือนเต้นคนนั้นเบอร์เตอคือการได้เตะเสียงเพลาตะคางเสียมเรียบเทียมคนก็อย่างนี้bà flow này cả bị đá tì lôi lùm bạ khăng mọi người lùm bạ khăng mình tên rồi đấy còn lục thôm còn lục trâu đây hôi từ lôm mà lâu cứ chập đam flow pi mặc sai pi còn lên chặt sang sọc thằng cùng mấy cứ chập đam bán cầm đồ flow của số em thôi mà cái chỗ room of sa to là nè sọc nè thôm này phong thôi mà để bànตัวbàn flow có su mười saiอย่างmấy thằng lang đầm đom thôi mà cứ nghĩ sốt vào đầm ná em thôi cái pruộc lói nhầm lọp chi bằng phố na trên vừa lên tàu hàng thằng công thay mấy đây đôi chỉ mình ngay mà nó tại chỉ lọp màu mà và thật đầu ngày trong mong đọc pi ấy mình đó là ngôi đọc pi chiếc
ដាច់បាយដាច់ទឹកអីផ្សោះលាក់យ៉ាងដាច់ពវៀនបងអើយពិបាកខ្លាំងមែនទេនេះដីហុយទលោមតែឥឡូវពេលនេះឃើញថាបានទទួលបានផ្លូវថ្មីហើយអបអរសាទរបានអ្នកភូមិនេះហើយផ្ទះមួយខាងនេះសុទ្ធតែផ្ទះអ្នកមានគាត់មើលទៅថាសុទ្ធតែផ្ទះអ្នកមានជីវភាពគ្រាន់បើឃើញតែផ្ទះគាត់ធំខ្ពស់ហើយផ្ទះឈើស្អាតគាត់មកជួនេះហើយភូមិនេះគឺផ្ទះច្រើនបាទនេះនឹងជាភូមិអីឃុំអីហ្នឹងបងចង់នេះនឹងឃុំកូលែនជើងឬកូលែនត្បូងឬឃុំអីហ្នឹងបងអត់បានស្គាល់ឈ្មោះឃុំនេះដែរបងបាទបងប្អូនឃើញវីដេអូនេះបាទខមមិនប្រាប់ admin ផងថានេះគឺភូមិអីឃុំអីបាទនឹងតែស្រុកកូលែនតែនឹងតែភូមិអីឃុំអីអញ្ចឹងបងបាទមើលផ្ទះនេះបងប្អូនអើយធំស្អាតមែនទែនបាទតែចាស់បន្តិចបាទស្អាតមែនទែនផ្ទះនេះបងប្អូនធំស្រឡះវឹងតែអត់ទាន់បានលាបថ្នាំមើលទៅវាចាស់តែនិយាយពីឈើវិញគឺសុទ្ធតែឈើក្លឹមហ្នឹងបងមកជួនេះមិញណាបាទផ្លូវនេះអេមបងប្អូនអើយចាក់កស៊ូឲ្យដល់អេមស្រែមចាក់កស៊ូដាក់លូដាក់អីហើយផ្លូវនេះស្អាតបងប្អូនបាទតែខ្ញុំសំណូមពរពេលបានផ្លូវស្អាតហើយបាទបងប្អូនសិស្សសានុសិស្សប្រុសស្រីក៏ដូចជាបងអីធ្វើដំណើរបើកបរម៉ូតូបើកបរអីគឺត្រូវតែប្រយ័ត្នបាទគឺត្រូវតែមានការប្រុងប្រយ័ត្នចេះយោគយល់អធ្យាស្រ័យគ្នាបាទកុំនិយាយទៅគឺថាកុំប្រហែសកុំប្រហើនៅដងផ្លូវបងប្អូននាំឲ្យយើងមានវិបត្តិសេរីបងប្អូនគឺការបើកបររបស់យើងគឺយើងត្រូវតែគោរពអធ្យាស្រ័យឲ្យគ្នាទៅគឺយើងបានសុខហើយអញ្ចឹងបងប្អូនបាទយើងធ្លាប់តែផ្លូវយើងយ៉ាងចាស់យ៉ាងពិបាកយើងបើកបរពីយឺតដល់អត់ប៉ះពាល់អីតែពេលបានផ្លូវថ្មីភ្លេចខ្លួនអីបងប្អូនជាមូលកប់អីចប់ហើយបងប្អូនបាទផ្លូវនេះនិយាយពីផ្ទះបងប្អូនណាមកជួលសិតតែផ្ទះធំមិនស្អាតបាទមកជួលនេះអាចនិយាយបានថាសុទ្ធតែផ្ទះដែលអ្នកដែលមានជីវភាពគ្រាន់បើទាំងអស់បាទសុទ្ធអ្នកមានជួលនេះព្រោះផ្ទះគាត់ស្អាតធំណានិយាយទៅណាផ្ទះឈើនេះធំមែនទែនបងបាទធំស្អាតមែនទែនឃើញនេះមើលនេះវ៉ាវភូមិមានផ្លូវចូលទៅក្នុងទៀតស្អាតមែនទែនបាទមកជួលនេះអស់តោះផ្ទះនេះมันខ្ពស់សន្លឹមបាទអមជាមួយដើមឈើព័ទ្ធជុំវិញមានចង្រុកស្រោពីមុខមួយទៀតមើលទៅវ៉ាវ amazing បាទ wonderful village ឥឡូវយើងបត់ចូលភូមិហ្នឹងបងណាយើងបត់ចូលភូមិតាមខ្លងវាវត្តនេះមួយបងណាបងប្អូនឃើញនេះធំមែនទែនផ្ទះមកជួលនេះបងណាផ្ទះធំមែនទែនបាទហើយនេះកាន់តែពិសេសបងប្អូនអើយនេះខ្ញុំរកកន្លែងហ្នឹងខ្ញុំមុខនោះគឺទិដ្ឋភាពភ្នំត្បែងបងណាភ្នំត្បែងមានជ័យណាបាទអូស្អាតមែនទែនបងបាទផ្លូវនេះគឺរាងគ្រួក្រហមផ្លូវយ៉ាងពិបាកតែបើទេសភាពខាងមុខស្អាតមែនទែនបងបាទហើយផ្ទះស្ដាំដែរក៏យ៉ាងស្អាតដែរផ្ទះថ្មវិញបងបាទវ៉ាវបងប្អូនអើយអស់តោះបងបាទភ្នំត្បែងនេះគឺលើភ្នំនេះគឺមានទឹកធ្លាក់តាំងយូរទឹកធ្លាក់ចាក់រែក្រោមចាក់រែលើអូនិយាយទៅកន្លែងហ្នឹងគឺកន្លែងដើរលេងស្អាតបាទខ្ញុំធ្លាប់ឡើងភ្នំនេះបាន3ដងនេះបាទទៅលេងទឹកធ្លាក់តាំងយូរស្អាតមែនទែនបាទតែយើងទៅខែនេះប្រហែលជាទឹកអស់ហូរបងប្អូនមកទៅទៅខែវស្សាខែ10ខែ11ខែ12បងប្អូនណាពេញទឹកនិយាយពីស្អាតនិយាយទៅខ្ញុំត្បែងមានជ័យនេះស្អាតមែនទែនបាទតែទេសភាពក្នុងភូមិមកទៅ fresh មែនទែនបងប្អូនបាទ fresh មែនទែនមើលទៅវាសម្បូរដើមចន្ទីសម្បូរដើមស្វាយផ្ទះឈើអមជាមួយនឹងផ្ទះឈើទៀតមើលទៅគឺលក្ខណៈtradition ហ្មងបងប្អូនមើលទៅមកផ្ទះខ្មែរនេះចន្ទីនេះស្វាយមើលផ្ទះនេះផ្ទះធំទៅ2ខ្នងបងប្អូនផ្ទះនេះទៅធំទៅ2ខ្នង3ខ្នងនេះវ៉ាវ my god វ៉ាវផ្ទះឈើនេះក៏ធំដែរបងប្អូនណាធំមិនស្អាតទៀតតែអត់លាបថ្នាំនេះបើលាបថ្នាំស្អាតទៀតនេះលាបថ្នាំ the best បងផ្ទះនេះបាទស្អាតធំស្អាតទីធ្លាធំភូមិនេះធំមែនទែនបងប្អូនមានផ្លូវខ្វាត់ខ្វាយបងប្អូននេះផ្លូវខ្វាត់ខ្វាយទេសភាពបងប្អូនណាញាក់សាច់នេះអេបងប្អូនស្រឡាញ់ទេសភាពហ្នឹងបងប្អូនតែបងប្អូនស្រឡាញ់ទេសភាពបែបនេះបែរទេបាទបើស្រឡាញ់ខមមិនប្រាប់ឲ្យជួយខមមិនខាងក្រោមផងបាទទេសភាពនេះស្អាតបងប្អូនណាស្អាតមែនទែនបាទ cool តែម្ដងមើលទៅណាបងប្អូនបាទមានដើមថ្នោតដើមអីព័ទ្ធជុំវិញមើលទៅវ៉ាវញាក់សាច់នេះបាទស្អាតមើលទេសភាពមុខខ្ញុំស្រឡាញ់អាមុខហ្នឹងខ្ញុំនេះបងប្អូនណាWow, amazing. I like that. បាទតំបុកនោះគឺភ្នំត្បែងហ្នឹងបងបាទតួភ្នំត្បែងបងប្អូនបាទតំបុកនោះណាហើយបងប្អូនណាទេសភាពនេះគឺញាក់សាច់ហ្មងបាទស្អាតមែនទែនបងប្អូនបាទ
cool មែនតើបាទជួរនេះហើយចាប់ដើមបត់ឆ្វេងចូលក្នុងភូមិនេះម្ដងទៀតបាទយើងបត់មកគឺផ្លូវវាតូចដែរបងប្អូនបាទវាសាភូមិនេះវាដាច់ស្រយាលដែរបងប្អូនបាទទៅផ្លូវវាតូចមកទៅណាណែតែទេសភាពបងប្អូនណាញាក់សាច់នេះវ៉ាវ my god ផ្ទះធំស្អាតបាទលបងទៅលបងឈើនេះលបងឈើមែនទែនយកឈើធ្វើលបងនេះយកឈើរែងធ្វើលបងនេះតែផ្ទះនេះមួយយ៉ាងនេះចង្រុកស្រូវវិញបងប្អូននេះចង្រុកស្រូវវិញទេបាទមិនចង្រុកស្រូវច្រឡំមែនផ្ទះមិនហ្នឹងតែចូលដល់ស្អាតមែនទែនបងបាទ cool មែនទែនបាទភូមិនេះវីដេអូនេះគឺផ្សាយជូនអ្នកភូមិនេះជាពិសេសបងប្អូនបាទផ្សាយជូនអ្នកភូមិនេះជាពិសេសបានឃើញវីដេអូខមមិនជួយ share ម្នាក់មួយផងបាទទុកមើលជាអាចទៅទុកជាអនុស្សាវរីយ៍យើងមើលនៅឆ្នាំក្រោយទៀតបាទ3 4 5ឆ្នាំ10ឆ្នាំ20ឆ្នាំទៅក្រោយទៀតក៏យើងអាចមើលបានដែរបងប្អូនបាទណែហើយយើង stop ទីសិនបងប្អូនមើលទេសភាពរបស់ជួរនេះបាទវ៉ាវញាក់សាច់បងប្អូនហើយណាបូដើមឈើមែនស្រុកគេនេះស្រុកខ្ញុំនោះដើមឈើចង់អស់ហើយដើមឈើនឹងកាប់ទៅអស់មានតារាងបាល់របស់គេ2តារាងទេបងល្អហ្នឹងងាយឡើងអាចថាហាត់កីឡាហាត់អីល្អមែនទែនបាទងាយឡើងជុំគ្នាហាត់កីឡាល្អជាងជុំគ្នាផឹកបងប្អូនផឹកអស់ទៅលុយហើយខូចសុខភាពយ៉ាងទៀតបាទយើងកុំផឹកច្រើនពេកបងប្អូនហើយតែផឹកច្រើនពេកយើងអត់ចាស់ទេអញ្ចឹងបងប្អូនបាទតែនេះស្អាត3ខ្នងបងប្អូនហើយ3ខ្នងហើយចាក់លយទៀតមានលយទៅខាងនោះទៀតស្អាតមែនទែនបាទផ្ទះឈើនេះបាទលាបថ្នាំទៀតអេមស្រេមបាទអេមស្នែតែម្ដងបាទផ្ទះខ្មែរយើងផ្ទះនេះគឺទុកចោលបងប្អូនបាទផ្ទះនេះគឺបើជាអមចាស់ផ្ទះអស់លុយក៏ទុកចោលសិនបាទគាត់ទៅរកលុយសិនបងប្អូនណាដឹងថាគាត់ទៅធ្វើការនៅភ្នំពេញឬក៏ធ្វើការនៅថៃតែសំខាន់គាត់អស់លុយគាត់ទុកចោលសិនអញ្ចឹងបងប្អូនបាទស្វាយផ្លែដល់ហើយបងប្អូនបាទណាផ្ទះនេះនៅមួយតែឯងខ្ពស់ស្អាតបងប្អូនបាទផ្ទះនេះចេះឈើស្អាតដែរតែវាអត់ទៀបថ្នាំដែរបងប្អូនបាទអត់ទៀបថ្នាំហើយនៅភូមិខាងមុខទៀតបងប្អូនបាទផ្លូវដីក្រហមបងប្អូនដីក្រហមភូមិមុខទៀតវ៉ាវនោះមកជួនសិតផ្ទះឡើងយកស្អែកផ្ទះមកផ្ទះឡើងអេឆ្កាស់ហ្មងនេះស្អាតមែនទែនបាទមកជួមុខនោះបាទផ្ទះស្អាតមែនទែនបងប្អូនបាទយ៉ាងតូចមកទៅមកជួនេះបងប្អូនបាទនោះមុខតូចយ៉ាងចាស់បងប្អូនបាទwow so cool amazing នេះភ្នំត្បែង wow เป็นស្នែបងនេះមកជួងស្ដាំដែរនេះ wow អត់តោះបាទធ្វើអត់ទាន់ហើយផ្ទះនេះអត់ទាន់ហើយ 100% តែនៅបដោះសំសិនបាទតែមើលទេសភាពបងប្អូនណាញាក់សាច់ធ្វើតែនេះសម្លាញ់នេះខ្ញុំចូលចិត្តអានេះបងប្អូននេះខ្ពស់ស្អាតមែនទែនបាទវាពណ៌ផ្ទៃមេឃខ្ពស់ស្រឡះស្អាតបាទនៅក្រោមជើងភ្នំមើលទៅគឺតាក់ទាញខ្លាំងមែនទែនបាទបាក់វេនជុំវិញគឺដបូរដោយស្រែដបូរអាចចំមន់ចំទៀនដាំបន្លែអីគឺអេមស្នែបងផ្ទះមួយនេះបាទ the best ខ្ញុំឲ្យ rating 10ក្នុងផ្ទះមិញបងប្អូនស្អាតមែនទែនបាទផ្ទះនេះណាបងប្អូនបាទហើយវីដេអូនេះក៏ដល់ទីបញ្ចប់បងប្អូនបាទអរគុណបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់បងប្អូនបាទហើយក៏សូមជូនពរពុកម៉ែបងប្អូនមានសុខភាពល្អធ្វើដំណើរទៅណាមកណាប្រកបដោយសេចក្តីសុខនិងសេចក្តីចម្រើនរកទទួលទានមានបានជូនពរឆ្នាំថ្មីខាងមុខឲ្យទទួលបាននៅលៀបមានជ័យបាទសេចក្តីសុខស្ដីសុភមង្គលល្អកើតមានដល់ក្រុមគ្រួសារបងប្អូនទាំងអស់គ្នាបាយជម្រាបលាជួបគ្នានៅវីដេអូក្រោយ